ចុងក្រោយជួបជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិបាទព័ត៌មានអន្តរជាតិនៅថ្ងៃនេះបាទគឺពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅសាកលវិទ្យាល័យសហគមន៍សហរដ្ឋអាមេរិកស្លាប់10នាក់ទីភ្នាក់ងារព័ត៌មាន BBC បានផ្សព្វផ្សាយថាយ៉ាងហោចណាស់មានមនុស្ស10នាក់បានស្លាប់បាត់បង់ជីវិតនិង7នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃទី1ខែតុលាឆ្នាំ2015បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅក្នុងសាកលវិទ្យាល័យសហគមន៍AMCA ស្ថិតនៅទីជនបទ Roseburg រដ្ឋ Oregon សហរដ្ឋអាមេរិកតាមប្រភពបានដឹងថាខ្មាំកំភ្លើងអាយុ20ឆ្នាំបានបើកការបាញ់ប្រហារនៅក្នុងថ្នាក់រៀនហើយមូលហេតុនៃការបាញ់ប្រហារនេះសមត្ថកិច្ចមិនទាន់កំណត់ដឹងនៅឡើយទេដោយពេលនេះប៉ូលីសកំពុងបើកការស៊ើបអង្កេតទៅលើប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមរបស់ជនជាខ្មាំកំភ្លើងដែលបានគំរាមនៅមុនពេលបាញ់ប្រហារនេះកើតឡើងពុំមានសេចក្តីរាយការណ៍ច្បាស់លាស់ទាក់ទងជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឬរងរបួសនៅក្នុងហេតុការណ៍នេះទេប៉ុន្តែលោក Sheriff John Hanling មន្ត្រីប៉ូលីសជាន់ខ្ពស់ទទួលខុសត្រូវក្នុងតំបន់បានបញ្ជាក់ថាជនរងគ្រោះដល់អាយុជីវិតមិនលើសពី10នាក់នោះឡើយក្រោយហេតុការណ៍កើតឡើងភ្លាមប៉ូលីសប្រមាណ100នាក់បានទៅដល់ទីតាំងកើតហេតុខាងលើនិងអន្តរាគមន៍ភ្លាមនៅក្នុងខ្សែអត្ថសម្លេងដែលគេថតបានហើយផ្សព្វផ្សាយនៅលើគេហទំព័ររបស់កម្លាំងសមត្ថកិច្ចនោះគេបានលឺសម្លេងប៉ូលីសបញ្ជាឲ្យខ្មាំងកំភ្លើងទម្លាក់អាវុធចុះបន្ទាប់មកគេបានលឺសូរកាំភ្លើងផ្ទុះជាច្រើនគ្រាប់តែម្ដងក្រោយមកទៀតគេបានលឺសម្លេងប៉ូលីសហើយរថយន្តសមុយជាច្រើនគ្រឿងមកកាន់កន្លែងកើតហេតុដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យសហគមន៍ខាងលើនេះមាននិស្សិតប្រមាណ3000នាក់បាននឹងកំពុងសិក្សានៅទីនោះប្រធានាធិបតីអាមេរិកលោក Barack Obama បានថ្កោលទោសចំពោះការបាញ់ប្រហារក្នុងសាលារៀនដែលតែងកើតឡើងស្ទើររៀងរាល់ខែម្ដងនៅក្នុងប្រទេសអាមេរិកលោកបានអំពាវនាវឲ្យមានការរឹតបន្តឹងបន្ថែមទៀតទៅលើច្បាប់គ្រប់គ្រងអាវុធបាទប្រិមិត្តទស្សនិកជនជាទីគោរពជាទីមេត្រីបាទកម្មវិធីបានវិលបរទីបញ្ចប់យើងសូមតែពីរនាក់ក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាបាននៅក្នុងកម្មវិធីក៏សូមអរគុណដល់អ្នកឧបត្ថម្ភបាទគឺទូរគមនាគមន៍កម្ពុជាផ្ដល់សេវាទូរស័ព្ទនិងអ៊ីនធឺណិតក្នុងរបៀបលឿនហើយក៏សូមអរគុណដល់ប្រៃសណីកម្ពុជាបាទប្រៃសណីកម្ពុជាផ្ដល់សេវាបញ្ញាបាទដែលមានភ្នាក់ងារ25ខែរាជធានីទូទាំងព្រះរាជាណាចក្រកម្ពុជានិងមាន192ប្រទេសនៅលើសកលលោកប្រៃសណីកម្ពុជាក៏មានរៀបចំរថយន្តទំនើបប្រកបដោយផាសុកភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរផងដែរលោកអ្នកជឿជាក់បាទទុកចិត្តសេវាឆាប់រហ័សបាទគឺប្រៃសណីកម្ពុជាបាទសន្យាជួបគ្នានៅថ្ងៃច័ន្ទបាទដើមសប្តាហ៍ក្រោយបាទគណៈពេលនេះយើងខ្ញុំទាំងពីរនាក់រួមជាមួយនឹងក្រុមការងារនៃកម្មវិធីទាំងអស់សូមអរគុណនិងសូមគោរពលាបាទ